ចឹង insert បាទមាន picture មួយទៀត picture គឺប្រើសម្រាប់ add រូបភាពពីខាងក្រៅចូលណាបាទអញ្ចឹងអ្នកនរគ្នា add រូបភាពទៅបាទអញ្ចឹងគឺថាបាទចង់បានរូបភាពមួយណា select ទៅលើរូបភាពហ្នឹង insert ចូលមកទេទូអញ្ចឹងរូបភាពហ្នឹងអ្នកនរគ្នាអាចប្រិយព្រមវាបានអញ្ចឹងរូបភាពហ្នឹងអ្នកនរគ្នាអាច edit ពណ៌ edit អីរបស់វាផ្សេងៗបានណាបាទអញ្ចឹងយើងអាចចុចទៅលើអីគេ format បាទអញ្ចឹងនេះនៅក្នុងហ្នឹងវាមាន save effect របស់វា save effect អ្នកនរគ្នាសេរីសាកមើលទៅចុចទៅវាចេញស្មោលណាបាទនេះដកស្មោលចូលទៅវិញណាចុចសាកទៅ shadow បាទដាក់ឲ្យវាចេញស្មោលចេះលើចេះវិញបើ no shadow នេះ no shadow បានថាអត់មានស្មោលទេបាទនេះតាក់ទងជាមួយនឹងពលឺរបស់វា bright អ្នកនរគ្នាសាកមើលទៅអានេះបូក40បានថែមពលឺវាខ្លាំងខ្លាំងបាទនេះថយវិញបាទថយពលឺថយអីណាបាទវា edit បានដូចគ្នាប៉ុន្តែវា edit វាអត់ទៅស្អាតដូច Photoshop ទេព្រោះ Photoshop រូបភាពយើងថតអត់ទៅច្បាស់អីយើងអាចធ្វើវាច្បាស់បានបាទណាអូខេអញ្ចឹងរូបភាពហ្នឹងវានៅចំណុចសំខាន់មួយទៀតនៅក្នុង format ហ្នឹងគឺវាមាន text wrap បាទវាមាន wrap text ណា wrap text ហ្នឹងបើសិនណាជាអ្នកនរគ្នាយក inline បានន័យថាវាជាប់ជាមួយនឹងអក្សរតែម្ដងបានន័យថាបើអក្សររបស់យើងគឺថាវានោះវាសរសេរទៅវានៅក្នុងជួរជាមួយនឹងអក្សរអាហ្នឹងហៅ inline បាទហើយមួយទៀតបើសិនណាជាអ្នកនរគ្នាចុចទៅលើ format ហ្នឹងអ្នកនរគ្នាចុចទៅលើ text នេះបើអ្នកនរគ្នាយក square បាទបានន័យថាយើងយកឲ្យអក្សរហ្នឹងវានៅលើ high ក៏ដូចគ្នាដែរ through បាទប៉ុន្តែជាទូទៅគេនិយមប្រើទៅលើ behind text and in front of text បាទ in front of text បានន័យថាធ្វើឲ្យរូបភាពហ្នឹងនៅពីលើអក្សរចុចទៅលើវាទៅពេលនោះយើងទាញទៅវាបាំងអក្សរបាត់បាទតែបើសិនណាជាយក behind text វិញគឺរូបភាពហ្នឹងនៅពីខាងក្រោយអក្សរវិញចានេះអ្នកនរគ្នាប្រហែលជាឧស្សាហ៍ឃើញនៅក្នុងបាទអត្ថបទកសែតឬក៏ទស្សនាវដ្តីបាទជួនកាលគេដាក់រូបអឺតួកុនណាមួយចឹងទៅដែលគាត់ចង់និយាយពីរឿងរបស់ម្នាក់ហ្នឹងគេយករូបហ្នឹងរបស់គាត់ហ្នឹងដាក់នៅខាងក្រោយអក្សរហើយគេសេរីនេះគេដាក់ឲ្យវាព្រាលចឹងទៅដើម្បីឲ្យមើលឃើញអក្សរបាទណាដាក់ឲ្យព្រាលតិចទៅហើយខាងក្រោយនេះយើងអាចបាទចូលយក play តិចឲ្យបន្ថែម dry ទៀតបាទប៉ុណ្ណឹងមកឃើញរូបព្រាលទេប៉ុន្តែអក្សរនេះឃើញច្បាស់ជាងយល់ទេអញ្ចឹងធ្វើឲ្យយើងអានទៅមើលឃើញអក្សរហើយអាចមើលឃើញរូបរបស់គាត់នៅពីខាងក្រោយបាទជាពិសេសសភៅចម្រៀងក៏អញ្ចឹងដែរសភៅចម្រៀងទូចណាយើងឃើញបើកមកឃើញឈ្មោះឃើញរូបអ្នកចម្រៀងនៅពីខាងក្រោយហើយបាទអក្សរនៅពីខាងលើហើយជួនកាលទៀតគេដាក់អីគេអត្ថបទខ្លះគឺគេសរសេរចំណងជើងអញ្ចឹងទៅបទចម្រៀងអីអញ្ចឹងទៅបាទអញ្ចឹងគេប្រើពពួកអក្សរឆ្លាក់អញ្ចឹងនៅក្នុង insert វាមាន word art របស់វា word art នេះគឺជា mode អក្សរ mode អក្សរឆ្លាក់អ្នកនរគ្នាចង់បាន mode សរសេរពីលើចុះក្រោមឬក៏សរសេរកង្កាញ់អញ្ចេះឬក៏សរសេរ mode អញ្ចេះឬក៏សរសេរកោងអញ្ចេះតែអ្នកនរគ្នាចង់បានទេណាតែបើសិនណាជាយើងមិនទាន់ដឹងថាសម្រាប់ចិត្ត mode ណាទេយកអធម្មតាសិនក៏បានណាយកតិច here បាទយកយើងដាក់អីគេវា Bright University អញ្ចឹងទៅបន្តមកអ្នកនរគ្នាអាចសេរីវាបានណាបាទអញ្ចឹងចាក់ពណ៌នេះពណ៌ចឹងពណ៌យើងមើលវាមួយពណ៌ឬក៏យើងចុចទៅលើមក color មក fill color ចុចទៅនេះចុចតែរាវវាសាកទៅអានេះចុចមួយពណ៌ដូចគ្នាបាទឬក៏ចុចអីទៀត picture ដាក់រូបភាពចូលបាទ insert អញ្ចឹងខ្ញុំទៅយករូបភាពមិញចូលខ្ញុំអានេះដាក់អត់បាន work offline បាទ work offline បានន័យថាយើងអានេះបើថា2013ឯងបើសិននៅសាលាវិញគាត់តែចុចមកចេញអាហ្នឹងមកបាទ2013វាសួរយើងទៅយករូបភាពពីអ៊ីនធឺណិតពីអីមកអញ្ចឹងខ្ញុំដាក់រូបនេះចូលនៅក្នុងផ្ទៃរបស់វាអញ្ចឹងអូខេមក
ấy ra do mình tôi là tin không có tôi dùng cô vọt đi chẳng đạo dương châu nó các bạn thì chớ rất là dương đạo gradient với gradient như dương chạm phò được luôn ấy mo gradient như thế cái horizontal vertical là nên cho chứ bà nên one cái là nên mấy cái là nên two cái là trong mấy phò ấy là trong mấy phò đi từ môi trong phò không ai rồi nhé trong cái trình nó trong bàn này cái chặt chứ ok máu tôi trình phò mau bị chặt đi gradient more gradient đi đấy bà mình preset bao nhiêu preset thì praសម្រាប់យក style ដែលមានប្រាប់នេះ early sunset នេះមាន mode early sunset late បាទ late sunset នេះបាទអញ្ចឹង mode របស់វានៅក្នុងនឹងស្រាប់អញ្ចឹង early sunset ប្រឆិតអីមិនបាទអូខេមកចេញយ៉ាងណា early sunset មានទៀតអានេះពណ៌ background ពណ៌ line របស់វាបន្ទាត់ដែលពណ៌ជុំវិញវាម្ដងអញ្ចឹងបន្ទាត់ហ្នឹងបើសិនណាចង់បានកម្រាស់វាក្រាស់អ្នកនរគ្នាសេរីក៏ដែរនេះកម្រាស់វាណាណាគឺកម្រាស់បន្ទាត់ហ្នឹងអញ្ចឹងកម្រាស់នេះពណ៌ខ្មៅអញ្ចឹងអ្នកនរគ្នាអត់ចង់បានកម្រាស់ពណ៌ខ្មៅចង់ដូរកម្រាស់ពណ៌អីពណ៌លឿងអីចឹងទៅបាទហើយចំណែកនេះ style វាអ្នកនរគ្នាយក mode វាបាទអូខេមកចេញ mode ចឹងបាទហើយបាទអានេះ 3D បាទនេះ shadow ដាក់ស្មោលយើងចុចមិញហ្នឹងទេចេញស្មោលបើ no shadow ដាក់ no shadow 3D effect add 3D ម្ដង style 3D បាទអញ្ចឹងនេះឲ្យវាចេញមកអញ្ចឹងហើយបើសិនណាយើងចង់បាន mode វាឲ្យវាចូលក្នុងឬក៏ឡើងលើមិនរេខិតជាងតាមនោះទៅណាបាទហើយដល់ពេល 3D ហ្នឹងយើងចង់ដាក់ពណ៌វានេះ 3D color បាទ 3D color វាហើយនេះប្រហែលចម្ងាយរបស់វា72គីឡូខ្លីពេកថែមមួយវិញណាថែម mode របស់វាអញ្ចឹងដូរ color វាទៅដល់អ្នកអាចឃើញវាស្អាតបាទនេះចង់ error ដូរពណ៌ទៅចេញទៅបាទណា